ពេលល្ងាចហ្នឹងមិត្តភ័ក្តិខ្ញុំក៏បានណាត់ទៅញ៉ាំ buffet នៅកន្លែងហាង sushi ចឹងណាម្ហូបនៅហ្នឹងគឺ premium ហ្មងហើយតម្លៃក៏ថ្លៃគួរសមដែរបាទឥឡូវនេះខ្ញុំកំពុងជិះអាទិសភ្លើងពី Bergamo ទៅទីក្រុង Milan អាទិសភ្លើងដែលខ្ញុំកំពុងជិះហ្នឹងគឺអត់ direct ទេអញ្ចឹងទៅវាចំណាយពេលប្រហែលជា1ម៉ោង10នាទីអញ្ចឹងណាបានទៅដល់ព្រោះអីដោយសារតែខ្ញុំហ្នឹងត្រូវដូរអាទិសភ្លើងនៅស្ថានីយ៍ Triviglio ធម្មតាបើសិនយើងជិះអាទិសភ្លើង direct ប្រហែលជា48នាទីទៅ50នាទីដល់ហើយសម្រាប់បច្ចុប្បន្នអាទិសភ្លើងវិញគឺអត់ថ្លៃទេតែ6អឺរ៉ូទេពីទីក្រុង Bergamo ទៅទីក្រុង Milan ប៉ុន្តែសម្បត្តិហ្នឹងគឺយើងអាចជិះ metro ឬក៏ជិះ bus បានទេព្រោះដោយសារតែសម្បត្តិហ្នឹងវាអត់មានរួមបញ្ចូលទេពេលដែលខ្ញុំទៅដល់ទីក្រុង Milan ហ្នឹងគឺខ្ញុំបានណាត់មិត្តភ័ក្តិខ្ញុំហ្នឹងនៅស្ថាគារអញ្ចឹងព្រោះដោយសារតែខ្ញុំត្រូវទុកអវ៉ាន់ហ្នឹងនៅក្នុងស្ថាគាររួចបាទខ្ញុំចេញមកទីក្រុងដើរលេងអាកាសធាតុថ្ងៃហ្នឹងគឺក្តៅគួរសមដែរព្រោះដោយសារតែពេលហ្នឹងខ្ញុំឡើងភ្នំមកទៅបែកញើសឡើងជោកហ្មងហើយដល់ពេលខ្ញុំទៅដល់កន្លែងខ្ញុំគេងហ្នឹងគឺខ្ញុំមុជទឹករួចបានផ្លាស់ក្អៅបានចេញមកសិនអញ្ចឹងពីកន្លែងខ្ញុំគេងទៅពហិយធំហ្នឹងគឺប្រហែលជា25នាទីទៅ30នាទីអញ្ចឹងនៅក្នុងទីក្រុង Milan ហ្នឹងគឺខ្ញុំមានកម្រងថាទៅ5-6កន្លែងអញ្ចឹងប៉ុន្តែដោយសារតែមិត្តភ័ក្តិខ្ញុំហ្នឹងរៀងខ្ជិលអត់ចង់ទៅអញ្ចឹងទៅខ្ញុំទៅបានតែ2-3កន្លែងណាមួយវាអត់សូវសំខាន់ចំពោះខ្ញុំទេព្រោះដោយសារតែខ្ញុំធ្លាប់មកទីក្រុងនឹងមួយសារួចទេតាំងពី2023មែនតាមខ្ញុំចាំអត់ខុសចឹងណាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតែមកកន្លែងពហិយធំនឹងដែរព្រោះដោយសារតែបើសិនយើងមកមីឡានយើងអត់មកកន្លែងពហិយធំនឹងដូចជាយើងអត់បានមកមីឡាននៅគៀកនឹងពហិយធំនឹងគឺមានកន្លែងគេ shopping គឺកន្លែងហ្នឹងល្បីមែនតើកន្លែងហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តថតរូបគឺមកកន្លែងហ្នឹងគឺបេះសាហាវហ្មងគឺថតរូបឃើញស្អាតមែនតើក្នុងថ្ងៃហ្នឹងដែរគឺអត់មានបានទៅច្រើនកន្លែងទេទៅបានតែ2-3កន្លែងហ្នឹងឯងបន្ទាប់មកទៀតទៅក៏យើងទៅញ៉ាំ buffet នៅហាងជប៉ុនចឹងណាហាងហ្នឹងគឺមិត្តភ័ក្តិខ្ញុំអ្នកណែនាំទេព្រោះអីវាប្រាប់ថាវាធ្លាប់ទៅពីបេដងហើយកន្លែងហ្នឹងរៀង premium ហើយតម្លៃក៏គួរថ្លៃបាទឥឡូវនេះខ្ញុំកំពុងជិះបឹសទៅកន្លែងហាងញ៉ាំអីចឹងពេលដែលខ្ញុំកំពុងជិះបឹសហ្នឹងក៏ខ្ញុំឃើញគេជិះកាត់អាគារល្បីអញ្ចឹងទៅក៏ខ្ញុំទាញទូរស័ព្ទមកថតឲ្យអ្នកទាំងអស់គ្នាមើលទៅអាគារហ្នឹងល្បីដោយសារតែគេហ្នឹងដើមរុក្ខជាតិឡើង queue សម្ងាត់ពេញអាគារហ្នឹងហ្មងពីពហិយធំមិញទៅកន្លែង restaurant ហ្នឹងគឺប្រហែលជា15នាទីទេគឺអត់សូវយូរទេមុនពេលដែលពួកយើងទៅនេះយើងត្រូវកក់តុកគេសិនអញ្ចឹងព្រោះអីដោយសារតែខ្លាចអត់មានកន្លែងអង្គុយ buffet ហ្នឹងគឺយើងអាចញ៉ាំបានតែ2ម៉ោងទេហើយក្នុងម៉ឺនុយវាហ្នឹងមានទាំង sashimi sushi ហើយមានម្ហូបក្តៅមានមីឆាអញ្ចឹងណាចំពោះផ្នែកត្រីឆៅហ្នឹងគឺយើងអាចកំងបានតែ2ដងទេតែក្រៅពីហ្នឹងយើងអាចកំងបានច្រើនដងពេលដែលខ្ញុំរៀបកំងហ្នឹងគេប្រាប់ថាអញ្ចឹងពេលដែលកំងម្ដងហ្នឹងគឺបានតែ8ចានទៅ10ចានទេព្រោះដោយសារតែបើសិនយើង order ច្រើនពេកទៅវាអាចនឹងចាលពេលហ្នឹងខ្ញុំគិតថា system របស់គេពិតជាល្អមែនតើព្រោះដោយសារតែពេលដែលគេកំណត់ថាមកតុកកំងបានបាន order អញ្ចឹងទៅពេលដែលមានច្រើនតុកកំងក្នុងរយៈពេលដូចគ្នាអញ្ចឹងទៅវាអត់សូវស្ទះហ្មងទេកាលពីមុនហ្នឹងក៏ខ្ញុំធ្លាប់ធ្វើជាចុងភៅ sushi ដែរអញ្ចឹងទៅខ្ញុំអាចយកអារម្មណ៍ពួកគេបានអញ្ចឹងម្ហូបគេហ្នឹងគឺចេញមកគឺលក្ខណៈ premium ហ្មងមកថាមក order គេដាក់មួយចានមកចង្កះចានឡើងធំហើយដល់ម្ហូបទូចមួយអញ្ចឹងទៅនឹងឡើងហ្នឹងដូច makase អញ្ចឹងគឺលយមែនតើម្ហូបទាំងអស់ដែលខ្ញុំបានកំងហ្នឹងគឺឆ្ងាញ់មែនតើប៉ុន្តែលើកលែងតែ sushi ទេគឺអត់សូវឆ្ងាញ់ទេនៅកន្លែងហ្នឹងគេមានយកអង្ករក្រហមហ្នឹងសម្រាប់តែធ្វើ sushi អញ្ចឹងដល់ពេលខ្ញុំឃើញប្លែកក៏ខ្ញុំបាន order វាយកមកភ្លក់អញ្ចឹងប៉ុន្តែរសជាតិអត់ឆ្ងាញ់ទេដោយសារតែអង្ករហ្នឹងវារៀងហឹងពេកពេលនេះក៏ខ្ញុំបាន order អង្ករធម្មតាដែរតែរសជាតិអត់សូវឆ្ងាញ់ប្រហែលទេរសជាតិហ្នឹងគឺចាញ់ sushi ដែលខ្ញុំធ្វើការនៅដានម៉ាតទេប៉ុន្តែចំពោះត្រីឆៅនិងម្ហូបក្តៅអីផ្សេងហ្នឹងគឺឆ្ងាញ់អាចទទួលយកបានអញ្ចឹងពីដំបូងហ្នឹងខ្ញុំប្រាប់មិត្តភក្តិខ្ញុំថាកុំអោយមកកន្លែងហាងហ្នឹងញ៉ាំអញ្ចឹងណាព្រោះដោយសារតែវាហ្នឹងអត់ញ៉ាំច្រើនទេអញ្ចឹងទៅបើសិនវាញ៉ាំ buffet ហ្នឹងវាខាតប៉ុន្តែវាចូលចិត្តញ៉ាំសាច់ត្រីឆៅអញ្ចឹងទៅមកហាងហ្នឹងក៏អត់សូវខាតមែនទេទោះបីវាញ៉ាំអត់សូវបានច្រើនក៏ដោយពេលដែលយើងកំងត្រីឆៅហ្នឹងភាគច្រើនខ្ញុំទុកឲ្យវាញ៉ាំច្រើនជាងខ្ញុំអញ្ចឹងព្រោះដោយសារតែមុខម្ហូបហ្នឹងយើងកំងបានតែ2ដងទេតែចំពោះ sushi ឬក៏ម្ហូបក្តៅអីហ្នឹងយើងអាចកំងបានអត់ដែនកំណត់អញ្ចឹងណាពេលហ្នឹងគឺខ្ញុំញ៉ាំច្រើនមែនតើព្រោះអីដោយសារតែពេលព្រឹកមិញហ្នឹងគឺខ្ញុំបានទៅលេងទីក្រុង Bergamo ឡើងភ្នំហើយពេលហ្នឹងគឺអស់កម្លាំងហត់មែនតើព្រោះទៅដោយសារតែហ្នឹងជាលក្ខណៈ buffet អញ្ចឹងទៅបាទខ្ញុំត្រូវតែញ៉ាំច្រើនអញ្ចឹងណាមួយដោយសារតែមិត្តភក្តិខ្ញុំអត់សូវញ៉ាំច្រើនអញ្ចឹងទៅខ្ញុំត្រូវជួយញ៉ាំវាអញ្ចឹងបាទនិយាយលេងទេមានម៉ឺនុយមួយដែលមានសាច់ត្រីឆៅផ្កាឆៅនិង oyster ប៉ុន្តែនៅហ្នឹងគេអត់មានដាក់ទឹកត្រីកោះកង់ឲ្យយើងញ៉ាំទេអាចញ៉ាំជាមួយនឹងទឹកក្រូចឆ្មាទេអញ្ចឹងទៅខ្ញុំអត់សូវចូលចិត្តទេព្រោះដោយសារតែវាមានក្លិនតិចតួចអញ្ចឹងតែដោយសារតែមិត្តភក្តិខ្ញុំហ្នឹងអត់ញ៉ាំ oyster ទេអញ្ចឹងទៅក៏ខ្ញុំត្រូវបខំចិត្តញ៉ាំវាអញ្ចឹងបាទនេះគឺជាមុខម្ហូបដែលពួកខ្ញុំបានកំងមានដូចជាញាំសាម៉ុនសាច់ត្រីសាម៉ុនផ្កាអាំងផ្កាស្រស់ផ្កាអំពងអីចឹងទៅចំពោះនេះវិញវាជាលក្ខណៈ tempura គេជ្រលក់ជាមួយនឹងទឹកស៊ីអ៊ូផ្អែមអានេះវិញគឺជា sushi ដែលគេធ្វើជាលក្ខណៈអង្គរក្រហមអានឹងអត់សូវឆ្ងាញ់ទេដោយសារតែអង្គរនោះវាមានជាតិហឹងពេកចំពោះនេះវិញគឺជាលក្ខណៈប្រភេទសាច់ឆៅមានដូចជាផ្កា scallop ហើយនិង oyster អីចឹងទៅហើយ sauce វាហ្នឹងគេញ៉ាំជាមួយនឹង
mango sauce parson sauce ហើយនឹងអីផ្សេងអញ្ចឹងណាដែលខ្ញុំអត់សូវស្គាល់ទេមួយទៅចំពោះនេះវិញគឺលក្ខណៈ nigiri ហើយនំរបៀបថាដូចនំជប៉ុនអីចឹងចំពោះនេះវិញគឺជាលក្ខណៈ sashimi ប្រភេទផ្សេងអញ្ចឹងប៉ុន្តែដូចខ្ញុំប្រាប់ពីមុនអញ្ចឹងគឺ sashimi ហ្នឹងគឺអាចកំងមក order ហ្នឹងបានកំងតែ2ដងទេធម្មតាគឺខ្ញុំញ៉ាំល្មមតែបើសិនជាចូលញ៉ាំហាង buffet គឺខ្ញុំញ៉ាំច្រើនមែនណាមួយដោយសារថ្ងៃហ្នឹងមិត្តភក្តិខ្ញុំអត់សូវញ៉ាំមកអញ្ចឹងទៅខ្ញុំជួយញ៉ាំជំនួសវាកុំឲ្យវាខាតអញ្ចឹងពេលហ្នឹងមិត្តភក្តិខ្ញុំញ៉ាំស sushi 8ដុំមកអញ្ចឹងទៅក៏ខ្ញុំយកប្រេងខ្យល់នេះយកមកហិតដើម្បីឲ្យមានអារម្មណ៍ស្រស់ស្រាយអាចញ៉ាំបន្តទៀតបានអញ្ចឹងពេលហ្នឹងមិត្តភក្តិខ្ញុំសួរថាខ្ញុំខ្យល់ចាប់មែនមិនយកប្រេងខ្យល់យកមកហិតហ្នឹងពេលហ្នឹងគឺខ្ញុំអស់សំណោចមែនតើនោះទៅខ្ញុំប្រាប់វាថាចេះខ្ញុំយកហ្នឹងមកហិតហ្នឹងដើម្បីធ្វើឲ្យមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងទៅអាចញ៉ាំបន្តទៀតបានអញ្ចឹងណាមួយបើសិនយើងញ៉ាំសអញ្ចឹងគេអាចនឹងផាកយើងបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងព្រោះដោយសារតែវីដេអូនៅមីឡានហ្នឹងគឺអត់មានធ្វើអីច្រើនទេមានតែទៅអាពហិធំហើយនឹងទៅញ៉ាំអីតិចតួចប៉ុណ្្នឹងឯងវីដេអូក្រោយគឺខ្ញុំនឹងធ្វើទៅទីក្រុងកូម៉ូអញ្ចឹងថាខ្ញុំជិះអីទៅគឺខ្ញុំទៅរបៀបណាហើយទេសភាពនឹងស្អាតប៉ុណ្ណាអញ្ចឹងនៅទីក្រុងកូម៉ូហ្នឹងគឺស្អាតមែនតើទៅម្ដងហើយចង់ទៅម្ដងទៀតព្រោះទេសភាពហ្នឹងគឺពិបាកពាន់នេះអ្នកទាំងអស់គ្នាគឺស្អាតខ្លាំងហ្មងបើអ្នកទាំងអស់គ្នាចង់ដឹងថាវាស្អាតប៉ុណ្ណាកុំភ្លេចរងចាំទស្សនានៅវីដេអូក្រោយបាទអរគុណច្រើន